ជីវិតវាមិនដុនដាបជាប់ភ្លឺស្រ័យក្បែររុនក្តាមដូចជាឯងទេបាទពូវាសនាពូល្អមែនតាឈ្មោះសុតតែបណ្ឌិតតែចំតិតចិត្តតរុនក្តាមចំជាអត់កំណើតមែនបាទពូបើអញ្ចឹងពូទិញក្តាមទេព្រះហើយយើងទិញក្តាមទៀតអូក្អមនេះស្អាតណាស់តាហើយនរណាគេយកមកកប់លាក់ទុកនៅទីនេះអញ្ចឹងបណ្ឌិតឆ្ងល់ណាស់ដូច្នេះគាត់ហាក់បីដូចជាស្ទាក់ស្ទើរក្នុងការបើកគម្របបន្តិចឬក៏ចង់កប់វិញបន្តិចតែភ្លាមនោះរឿងទឹកក្នុងក្អមក្រោមដីកាលពីព្រឹកនេះមានបរិសម្នាក់ជាអ្នកជីកក្តាមថ្ងៃមួយគាត់បានជីកក្តាមដូចសពដងហើយម្ដងនេះហាក់មានពាក្យសម្ដីក្រោតក្រៀតពីអ្នកភូមិម្នាក់ជាខ្លាំងជំរាបសួរពូអញ្ជើញតាណាមកណាដែរបានជាស្លៀកពាក់ស្អាតបាតម្ល៉េះអូពូទៅចូលរួមពិធីសូត្រមន្តផ្ទះលោកសថីហ្នឹងណារួចចុះឯងទៅជីកក្តាមទៀតហើយមែនទេបាទពូព្រោះនេះជាការងារប្រចាំថ្ងៃរបស់ខ្ញុំណាពូទម្លាក់ចប់ចុះហើយទៅរាប់អ្នកមានទៅក្រែងលោកបានឡើងធ្វើជាអ្នកបម្រើតាមផ្ទះសថីណាជីកតែក្តាមអញ្ចឹងវាគ្មានអនាគតទេតែពូខ្ញុំគិតថាវាមានសេរីភាពជាងធ្វើជាអ្នកបម្រើគេដែរណាពូវាអញ្ចឹងមែនហើយតែរោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកតិចដាច់ពោះងាប់ទៅណែមើលតែពូចុះពូស្គាល់អ្នកធំច្រើនណាស់ជីវិតវាមិនដុនដាបជាប់ភ្លឺស្រ័យក្បែររុនក្តាមដូចជាឯងទេបាទពូវាសនាពូល្អមែនតាឈ្មោះសុតតែបណ្ឌិតតែចំតិតចិត្តតរុនក្តាមចំជាអត់កំណើតមែនបាទពូបើអញ្ចឹងពូទិញក្តាមទេព្រះហើយយើងទិញក្តាមទៀតមិនមើលសម្លៀកបំពាក់ទេអីណែអាក្មួយថ្ងៃនេះពូទៅកម្មវិធីគេមានអាហារពីសពេញតុទៅនឹកអីអាក្តាមសង្ហែអត់ជាតិនឹងនោះបាទពូអញ្ចឹងថ្ងៃនេះខ្ញុំអត់យកទៅលក់ឲ្យទេណាហ្នឹងហើយមិនបាច់ទេពូមឿងដើរហួសទៅចំណែកបណ្ឌិតហាក់អន់ចិត្តដែរតែមិនអីទេមើលចោះពេលនោះគាត់បានគិតថាពូមឿនគិតថាការងារខ្ញុំអន់តែខ្ញុំមិនគិតអញ្ចឹងទេព្រោះវាមិនមែនជាការងារសុំគេហូបឬក៏ក្រោមការគៀបសង្កត់របស់គេណានិយាយហើយបណ្ឌិតក៏បានទៅរកជីកក្តាមបន្តលុះដើរបាត់បន្តិចគាត់ក៏បានជួបនឹងមីងមុតនិងនិស័យកំពុងតែជួបរឿងម្យ៉ាងម៉ែកូនចូលចិញ្ចៀនមិននឹងបានទេបារុននេះជ្រៅម្លឹងនោះហើយកូននេះមិនប្រយ័ត្នសោះដឹងថាចិញ្ចៀននេះមានតម្លៃថ្លៃប៉ុណ្ណាទេជំរាបសួរមីងអូននិស័យតើមានរឿងអីហ្នឹងឈើអ្នកជីកក្តាមសោះមិនចង់ស្ដីរោទេបងបណ្ឌិតចិញ្ចៀនខ្ញុំធ្លាក់ចូលរុននោះហើយតែខ្ញុំយកមកវិញមិនបានសោះហាមិនក៏បែបនេះនោះឥឡូវអូនឯងខិតទៅម្ខាងសិនចុះទុកឲ្យបងយកឲ្យល្ងងចឹងយកបានដោយរបៀបណាទៅយកល្អថយចេញទៅខ្ញុំជាអ្នកបកាយជីកក្តាមណាមីងហើយខ្វាយកក្តាមក៏មិនពិបាកដែរចាំខ្ញុំជួយខ្វាយកអញ្ជៀននោះមកវិញចុះតាមចិត្តចោះអញ្ចឹងបើបាននោះមីងលើកូនឲ្យជាការពិតអីមីងខ្ញុំនឹងព្យាយាមឲ្យដល់ទីបំផុតតែម្ដងម៉ែមិនក៏មានប្រសាទបែបនេះម៉ែមើលដឹងថាកូនស្រឡាញ់គ្នាយូរហើយតែម៉ែធ្វើស៊ីលេងនឹងណាកូននេះចំមែនហើយឆោតនោះឆោតតែពីមុនម៉ែក៏ម៉ែបង្អាប់គាត់រហូតអញ្ចឹងម៉ែចង់សាកចិត្តទេតែមីងមិនមើលងាយថាខ្ញុំក្រទេមែនទេមានក្រអាចប្រឹងបានតែសន្តានចិត្តល្អការតស៊ូទៅពិបាករណែមីងមើលដឹងណាក្មួយខ្វះតែដើមទុនប៉ុណ្ណោះមីងជឿថាក្មួយអាចមើលថែកូនមីងបានខ្ញុំសប្បាយចិត្តណាស់ពីពេលនេះទៅខ្ញុំនឹងកាន់តែខំប្រឹងជីកក្តាមឲ្យបានច្រើនដើម្បីអូននិស័យរស់បានស្រួលនោះអីណែខ្វះចិញ្ចៀនមកកុំរវល់តែរំភើបពេកបាទមីងបណ្ឌិតពិតជាមានទេពកោសល្យមែនហើយជំនាញគាត់ពូកែលើសគេមើលចោះគាត់ខ្វះតែមួយភ្លេតបានចិញ្ចៀនចេញពីរុននោះភ្លាមនេះបានហើយណាមីងម៉ែមើលចោះចិញ្ចៀនបានមកវិញហើយហើយចេះ10មិនស្មើប្រសពមួយមែនប្រសើរណាស់កូនប្រសាពូមឿងផងដែរមិនតន់ទៅណាឆ្ងាយឡើយគាត់បានលឺនិងបានដើរមកព្រមទាំងបាននិយាយថាស្អីគេមុននេះឮថាដូចជាហៅតែកូនប្រសាផងមែនទេចាហើយលោកបងមានរឿងអីមែនទេអ្នកមិនមើលថាបណ្ឌិតនេះវាមានអីស៊ីទេអីជីកតែក្តាមនឹងរកប្រាក់ឯណាមកចិញ្ចឹមនាងនិស័យបាននោះគ្មានពាក់ព័ន្ធនឹងលោកបងទេណែខ្ញុំប្រាប់ចុះណានិស័យស្អាតអញ្ចឹងចាំខ្ញុំរកប្តីអ្នកមានឲ្យ
មិនខ្វះទេប្តីគេក៏បានសទ្ធិពោះម៉ាយក៏បានឬក៏ជា កូនខ្ញុំទោះមានឬក្រក៏មិនធ្វើស្រីកំដរគេដែរលោកបងនិយាយដូចជាមើងងាយម្ល៉េះហា ខ្ញុំមិនមើលងាយទេ ចោះបើមិនមើងងាយនោះមិនក៏ចង់ឲ្យកូនខ្ញុំខ្លាយទៅជាស្រីកំដរគេទៅវិញ អ្នកស្ដាប់ខ្ញុំសិនក ូនខ្ញុំថ្លៃធ្នូមិនមែនព្រោះតែប្រាក់ធ្វើរឿងខុសសិលធម៌ទេលោកបងនិយាយឲ្យប្រយ័ត្នមាត់បន្តិចទៅដែលឃើញមនុស្សត្រូវគេហែកមាត់កណ្ដាលស្រែទេណែខ្ញុំមិនកាចទេតែវាយ៉ាងម៉េចនឹងមិនក៏មកថាឲ្យកូនស្រីខ្ញុំបែបនេះនោះ អ្នកមុតនេះកាចអីក៏កាចម្លេះខ្ញុំចង់ឲ្យបានល្អអន្តើ មិនមែនល្អទេដែលនាំទៅរកអ្នកមានឬខ្លាយជាប្រពន្ធចង់គេនេះចង់បើគេមិនល្អនោះកូនខ្ញុំមិនដូចជាធ្លាក់នរកហើយទេអី អើយនិយាយមិនឈ្នះទេអញអើយរត់សិនហើយ ចេញឲ្យឆាប់ទៅយីអាតប៉ែនេះវើយចាំមែនម៉ែកុំអីខ្មាស់គេណាម៉ែហើយកូនទៅផ្ទះមុនចោះម៉ែទៅតាមជេរអាតប៉ែនោះសិនយើបើមិនលេងអាចារ្យដៃទេវាមិនរៀងចាលនោះទេម៉ែអើយ បងថាមអីទេអូន តែមើលទៅគាត់ដូចជាខឹងណាស់ ម៉ែគ្រាន់តែខឹងមួយឆាវទេ ចាប់បងអូនទៅផ្ទះហើយណាបងទៅជីកក្ដាំចោះបើបានយ៉ាងណានោះចែកខ្ញុំផងណាព្រោះថាខ្ញុំចង់ហូបខូក្ដាំណា បានអនាគតប្រពន្ធបង ថ្ងៃនោះបណ្ឌិតក៏បន្តចូលទៅវាស្រែឆ្ងាយតែថាហាក់មិនដូចសពដងទេគាត់ជីកពុំបានក្ដាមសំបីតែមួយសោះឡើយ ចម្លែកណាស់មិនក៏ថ្ងៃនេះជីកមិនបានសោះអញ្ចឹងបើបែបនោះជីកមិនបានជូនម៉ែក្មេកនឹងអនាគតប្រពន្ធទៅ ពូមឿងមកទៀតហើយតែម្ដងនេះគាត់មកមើងងាយឬក៏ចំអកអ្វីនោះ ណែអាក្មេងបាទពូមែនហើយត្រូវអ្នកមុតជេរពេកចង់ភ្លេចគឺលោកសេដ្ឋីហ្នឹងណាកំងក្តាម20ក្បាលសម្រាប់ថ្ងៃស្អែកនេះដូច្នេះឯងក៏ភ្លេចយកទៅផងបាទពូស្អែកខ្ញុំនឹងព្យាយាមជីកយកទៅជូនលោកសេដ្ឋីពូកុំបារម្ភអីពូមានតែប៉ុណ្្នឹងទេប្រឹងជីកឲ្យងាប់ចុះណាលីហើយ និយាយហើយពូមឿងក៏បានចាក់ចេញចំណែកបណ្ឌិតនៅតែបន្តជីកដូចដើម ទេដីត្រង់នេះចម្លែកម្ល៉េះដូចជាមានអីមួយយ៉ាងយ៉ាងម៉េចមិនដឹងទេ បណ្ឌិតបានកាប់នឹងកាយដីត្រង់នោះចុះឡើងចុងក្រោយគាត់ក៏បានសម្គាល់ឃើញថាមានក្អមម្យ៉ាងដែលមានគម្របបិទចិត្តផងដែរ អូក្អមនេះស្អាតណាស់តើហើយនរណាគេយកមកកប់លាក់ទុកនៅទីនេះអញ្ចឹង បណ្ឌិតឆ្ងល់ណាស់ដូច្នេះគាត់ហាក់បីដូចជាស្ទាក់ស្ទើរក្នុងការបើកគម្របបន្តិចឬក៏ចង់កប់វិញបន្តិចតែភ្លាមនោះស្រាប់តែមានសម្លេងអ្វីម្យ៉ាងនិយាយមកកាន់គាត់ថា សូមលោកជួយបើកគម្របក្អមនេះផងព្រោះខ្ញុំជាប់នៅក្នុងនេះយូរហើយតើនរណាគេកំពុងតែនិយាយហ្នឹងគឺខ្ញុំនៅក្នុងក្អមនេះហើយថាម៉េចនៅក្នុងក្អមនេះមែនទេអញ្ចឹងបានន័យថាអ្នកជាវិញ្ញាណមែនទេកុំធ្វើបាបខ្ញុំអីណាខ្ញុំខ្លាចហើយខ្ញុំមិនធ្វើបាបឯងទេព្រោះឯងគឺជាអ្នកដែលបានជីកក្អមចេញមកសូមឯងជួយឲ្យខ្ញុំបានចេញផងអូបានបើអ្នកមិនមែនជាបិសាចឬក៏ជាខ្មោចខ្ញុំនឹងបើកគម្របនេះចុះសូមបើកវាមកឲ្យឆាប់ឡើង ហើយភ្លាមនោះគាត់ក៏បានសម្គាល់ឃើញក្តាមដ៏ធំមួយក្បាល អរគុណហើយអ្នកកំឡោះដែលបានស្រ័យគម្របក្អមនេះហើយចុះហេតុអីបានជាលបងក្តាមមកជាប់នៅក្នុងនេះអញ្ចឹងខ្ញុំគឺជាក្តាមវេទមន្តប៉ុន្តែខ្ញុំមិនអាចចេញទៅខាងក្រៅបានទេព្រោះមានអ្នកធ្វើបាបខ្ញុំឯងដឹងទេខ្ញុំជាប់នៅក្នុងនេះជាច្រើនឆ្នាំមកហើយណាអូតាមពិតគឺអញ្ចឹងសោះក្នុងโลกនេះពិតជាមានរឿងចម្លែកច្រើនមែនទែនតែម្ដងហើយលបងក្តាមមែនហើយលោកជាអ្នកមានគុណរបស់ខ្ញុំដូច្នេះខ្ញុំនឹងជូនអំណោយឲ្យលោកមួយចុះអូខ្ញុំមិនចង់បានគុណស្រ័យអីទេសូមឲ្យតែលបងក្តាមមានសេរីភាពប៉ុណ្ណឹងគ្រប់គ្រាន់ហើយលោកពិតជាល្អមែនប៉ុន្តែខ្ញុំជំពាក់គុណខ្ញុំត្រូវតែសងសូមលោកកុំប្រកែកអីណាហ្នឹងឯងបើអញ្ចឹងតាមតែលបងក្តាមទៅចុះណាលោកយកក្អមនេះទៅក្នុងក្អមនេះមានទឹកមួយចំនួនហើយទឹកនោះគឺជាទឹកវេទមន្តផងដែរចុះតើទឹកវេទមន្តនេះអាចផ្ដល់ផលប្រយោជន៍ដល់ខ្ញុំយ៉ាងម៉េចខ្លះទៅលបងក្តាមដ៏មានវេទមន្តទឹកក្នុងក្អមនេះបើសិនជាវាស្រក់ទៅលើដីទីនោះនឹងមានដំណាំមានផ្លែមួយរំពេចហើយបើសិនជាមានអ្នកណាផឹកទឹកនេះ
តែប៉ុន្មានដំណក់គេនឹងជាពីជំងឺជាមិនខានពិតជាអស្ចារ្យណាស់ខ្ញុំមិនដែលដឹងសោះសន្យាមកថាឈប់ជីកក្តាមទៀតទៅមានក្អមទឹកនេះហើយលោកអាចបដូរការងារបានលុះមានទុនហើយទោះបីថាទឹកវេទមន្តអស់ក៏ជីវិតលោកមិនធ្លាក់ចុះវិញដែរបានខ្ញុំសន្យាខ្ញុំឈប់មកជីកក្តាមទៀតហើយខ្ញុំគឺជាក្តាមមកពីឋានសួគ៌ឥឡូវនេះខ្ញុំអាចទៅឋានសួគ៌វិញហើយសូមលោកយកក្អមទឹកនេះទៅប្រើចុះចាំណាបើចង់បានអីសច្ចាក្នុងចិត្តរួចបន្តក់ទឹកនៅទីនោះចុះនោះលោកនឹងបានសម្រេចតាមបំណងហើយបាទខ្ញុំសូមអរគុណលបងក្តាមហើយសូមលបងទៅឲ្យបានសុខចុះណានិយាយចប់ក្តាមក៏មានសេរីភាពហោះទៅកាន់ឋានសួគ៌វិញចំណែកបណ្ឌិតក៏បានយកក្អមត្រឡប់ទៅផ្ទះវិញនៅជិតផ្ទះបណ្ឌិតលបងក្តាមនិយាយថាទឹកនេះអាចធ្វើឲ្យដំណាំដុះបានមួយរំពេញបើដូច្នេះខ្ញុំគួរតែសាកមើលសិនទៅបានអោទឹកឲ្យទឹកសូមទឹកជួយឲ្យមានតសក់ផងទៅចុះគិតហើយបណ្ឌិតក៏បានយកទឹកក្នុងក្អមប៉ុន្មានដំណក់បន្តក់ទៅលើដីហើយភ្លាមនោះស្រាប់តែមានដើមត្រសក់ដោះចេញមកព្រមទាំងផ្លែយ៉ាងច្រើនពិតមែនពុទ្ធោអើយពិតជាមានរឿងអស្ចារ្យពេកណាស់ក្តាមពិតជាមិនកុហកខ្ញុំទេមើលចុះបើបែបនេះខ្ញុំអាចយកទៅជូនអនាគតម្ដាយក្មេកនិងអនាគតប្រពន្ធខ្ញុំបានហើយឃើញថាត្រសក់ដោះលូតលាស់ច្រើនយ៉ាងនេះបណ្ឌិតក៏បានបេះប្រមូលយកទាំងអស់ជាមួយនឹងសេចក្តីរំភើបជាខ្លាំងខ្ញុំមានទឹកក្នុងក្អមនេះពិតជាសំណាងណាស់មែនហើយខ្ញុំគួរតែបន្តក់ទឹកឲ្យបាននៅផ្លែឈើសម្រាប់លក់និងផ្លែឈើ36មុខទុកជូនម្ដាយក្មេកទៅបានបណ្ឌិតម្ដងទៀតហើយគាត់បានយកទឹកប៉ុន្មានដំណក់បន្តក់ទៅលើដីនៅក្រោយផ្ទះហើយគ្រានោះគាត់ក៏ទទួលបាននៅដំណាំយ៉ាងច្រើនពាសពេញដីតែម្ដងពិតជាអស្ចារ្យណាស់នេះខ្ញុំពិតជាមានសំណាងមែនទែនលបងក្តាមអើយលបងក្តាមខ្ញុំអរគុណលបងណាស់ពូមឿងវិញភ្លាមនោះគាត់ក៏បានសម្គាល់ឃើញថាផ្ទះបណ្ឌិតសម្បូរទៅដោយដំណាំច្រើនណាស់ហេតុនេះនឹងបានសួរថាណែបណ្ឌិតតើឯងធ្វើអីបានជាបានដំណាំច្រើនបែបនេះក្រៅពីជីកក្តាមចេះដាំដំណាំទៀតណោះឥឡូវអូខ្ញុំលាក់បាំងទេពូខ្ញុំមានក្អមដាក់ទឹកវេទមន្តដូច្នេះខ្ញុំអាចសុំបានដំណាំដែលខ្ញុំចង់បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះចម្លែកម្ល៉េះតើឯងបានក្អមទឹកវេទមន្តនោះមកពីណាដែរអូគឺខ្ញុំទទួលបានអំណោយពីក្តាមយក្សមួយក្បាលស្របពេលដែលខ្ញុំជីកក្តាមតាមវាលស្រែណាពូរួចចុះក្តាមលោកសេដ្ឋីឯងជីកបានហើយនៅខ្ញុំសុំទោសផងពូខ្ញុំបានសន្យាជាមួយក្តាមហើយថាខ្ញុំមិនជីកក្តាមតទៅទៀតទេចុះសន្យាជាមួយលោកសេដ្ឋីគិតយ៉ាងម៉េចទៅឯងអាចដោះស្រាយបានទេខ្ញុំគ្មានទំនោរស្រាយទេពូខ្ញុំសន្យានឹងក្តាមហើយសូមលោកពូអធិស្ឋានផងណាពូក្នុងពេលនោះពូមឿងក៏បានគិតថាបើទឹកក្នុងក្អមនេះពិតជាទឹកវេទមន្តមែនអញនឹងយកទៅសុំមាសសុំប្រាក់ហើយអញនឹងយកទៅអួតលោកសេដ្ឋីបើបែបនោះលោកសេដ្ឋីនឹងជូនមាសជូនប្រាក់យើងបន្ថែមទៀតជាមិនខានទេពូតើពូគិតយ៉ាងម៉េចដែរគិតអញ្ចេះចុះពូមិនថាអីទេតែឥឡូវនេះឯងឲ្យពូខ្ចីក្អមសិនបានទេជួនគ្នានោះមីងមុតក៏បានដើរចូលមកក្មួយអើយពេលនេះនិស្ស័យឈឺធ្ងន់ណាស់ក្មួយទៅមើលនាងផងទៅហាមិនក៏ទៅជាអញ្ចឹងតោះមីងពួកយើងទៅមើលអូននិស្ស័យទៅបណ្ឌិតចុះក្អមនោះពិតជាបានតែមិនមែនពេលនេះទេពូខ្ញុំសុំស្អែកណាពូណាពេលនេះខ្ញុំសុំទៅមើលអូននិស្ស័យសិនស្អែកសំពូមកយកចុះម៉ាត់ណាម៉ាត់នឹងណាវើយបាននិយាយហើយពូមឿងក៏បានវិលទៅវិញចំណែកបណ្ឌិតនិងមីងមុតក៏បានទៅមើលអាការៈរបស់និស្ស័យទាំងក្តីបារម្ភនៅផ្ទះមីងមុតនេះអូននិស្ស័យគេងបែបនេះរហូតមែនទេចាពុទ្ធោអូននិស្ស័យមិនក៏ភ្លាមអូនឈឺបែបនេះកូនប្រសាកូនដឹងទេពេលនេះនិស្ស័យឈឺធ្ងន់ណាស់ម៉ែមិនដឹងថាធ្វើបែបណាទេម៉ែភ័យណាស់មិនក៏អូននិស្ស័យឈឺអញ្ចឹងនោះចម្លែកណាស់
ប្រហែលថ្ងៃមុនក្រែងសុខភាពនៅល្អអន្តាដូចជាមិនអញ្ចឹងឯណាមីង មែនប៉ុន្តែនាងហាក់ដូចជាមានជំងឺចម្លែកណាស់ភ្លាមស្រាប់តែដួលសន្លប់តែម្ដង ពុទ្ធធោនេះខ្ញុំមិនដឹងសោះ ម៉ែភ័យពេកទៅមិនបានប្រាប់កូនដឹងទេម៉ែអញ្ជើញពេទ្យ2 3នាក់ហើយតែព្យាបាលមិនជាសោះបណ្ឌិតអើយកូនប្រសាកូនមើលចុះនាងគេងមិនកម្រើកទេ អូមែនហើយខ្ញុំនឹកឃើញហើយមីងសូមមីងចាំបន្តិចណា ភ្លាមនោះបណ្ឌិតបាននឹកឃើញសម្ដីរបស់ក្តាមហេតុនេះគាត់ក៏បានរត់មកផ្ទះវិញដើម្បីយកទឹកក្នុងក្អមមកឲ្យនិស័យផឹកទៀតផង មីងខ្ញុំមកវិញហើយអូននិស័យអូនផឹកទឹកនេះចុះ បណ្ឌិតមិនចាប់អារម្មណ៍ថាសល់ទឹកច្រើនឬក៏អត់ទេអ្វីដែលសំខាន់នោះគាត់ចង់ឲ្យនិស័យបានដឹងខ្លួនវិញពេលនោះនិស័យផឹកហើយស្រាប់តែនាងដឹងខ្លួនឡើងវិញពិតមែនកូនប្រសាកូនមើលចុះនិស័យដឹងខ្លួនហើយអើយកូនប្រសាអើយម៉ែរំភើបណាស់ម៉ែសំណាងមែនដែលបានកូនធ្វើជាអនាគតកូនប្រសាបែបនេះ បានមីង ម៉ែបងបណ្ឌិតខ្ញុំនៅទីណាទេមិនក៏ខ្ញុំវិលមកម្លេះមិនអីទេណាកូនកូនជាវិញហើយណាកូនស្រីអរគុណហើយបងបណ្ឌិតមុននេះបងបានទិញដៃអូនចេញពីទ្វារឋាននរកណាបង មិនអីទេអូនពេលនេះអស់អីហើយអូនកុំភ័យអីណាបងមិនឲ្យអ្នកណាមកយកអូនចេញពីទ្រុងបងបានទេ វេលាចេះតែកន្លងទៅបណ្ឌិតមិនដែលប្រើទឹកវេទមន្តដែលនៅសល់ទៀតទេព្រោះគាត់មានក្របពូជគ្រប់គ្រាន់ហើយដូច្នេះគាត់ក៏បានគ្របគម្របទុកមួយកន្លែងតែពូមឿងវិញមិនដែលភ្លេចការចិញ្ចឹមចិត្តចង់ខ្ចីនោះទេ ក្មួយបណ្ឌិតក្មួយដូចជាភ្លេចសន្យាហើយណាតែជារឿងអីទៅពូក្រែងក្មួយឲ្យពូខ្ចីក្អមមានទឹកនោះមិនអញ្ចឹងអីចុះមិនក៏ក្មួយធ្វើជាភ្លេចទៅវិញណែកុំអាងមានទ្របជាងមុនហើយចង់កំណាញ់ឲ្យសោះណាអូមែនហើយពូខ្ញុំភ្លេចឲ្យឈឹងសូមពូចាំបន្តិចណាខ្ញុំទៅយកមកឲ្យពូ បណ្ឌិតបានយកក្អមនោះឲ្យពូមឿងខ្ចីហើយគាត់ក៏បាននិយាយថា ពូប្រើប្រាស់ដោយប្រុងប្រយ័ត្នផងណាពូសំណាងល្អណាពូបាទអរគុណហើយក្មួយពូនឹងឆាប់យកមកសងវិញទេ ពូមឿងបានយកក្អមដាក់ទឹកវេទមន្តហើយគាត់ក៏បានចាក់ចេញយ៉ាងលឿនលុះដើរបានបន្តិចគាត់ក៏បាននិយាយថា បណ្ឌិតនេះឈ្មោះសុទ្ធតែបណ្ឌិតតែល្ងងងាប់ត្មងមានរបស់ល្អអញ្ចឹងហើយបែរជាសុំតែដំណាំក្របពូជមិនបតក់សុំដើមប្រាក់ដើមមាសសោះចំជាភ្លើនោះភ្លើ ពូមឿងរីករាយណាស់ហើយគាត់គិតថាបើដល់ផ្ទះកាលណានោះគាត់នឹងសុំបន្តទឹកលើដីនិងយកដើមមាសដើមប្រាក់ផងដែរតែដើរបាត់បន្តិចគាត់ក៏បានលឺរឿងមួយ ម្ដងនេះបានមើលរឿងអស្ចារ្យទៀតហើយមានរឿងអីទៅលោកឲ្យខ្ញុំដឹងផងបានទេលោកដឹងទេក្នុងផ្សារនឹងមានកម្មវិធីបង្ហាញអ្វីដែលពិសេសអស្ចារ្យថ្វាយព្រះរាជានិងព្រះនាងតតហើយអ្នកដែលបានជ្រើសរើសបង្ហាញថ្វាយទ្រង់នឹងទទួលបានរង្វាន់ដ៏ច្រើនផងទៀតតើនឹងបានរង្វាន់អីខ្លះទៅលោកសេនាមាសប្រាក់ដីស្រែហើយបើបានព្រះធីតាសពតិទ្រង់នឹងជ្រើសរើសយកមកធ្វើជាព្រះស្វាមីតែម្ដងថាម៉េចខ្ញុំចាស់ហើយតែមិនទាន់មានប្រពន្ធទេសង្ស័យតែព្រះធីតាជាគូងខ្ញុំហើយមើលទៅនោះ លោកក៏មានអីអស្ចារ្យមកបង្ហាញដែរមែនទេមានគឺមានក្អមនេះនោះអីលោកសេនាចុះឈ្មោះឲ្យខ្ញុំមួយផងណាខ្ញុំនឹងទៅចូលរួមពេលនេះតែម្ដងបានតាទេវតាជួយខ្ញុំហើយមិនត្រឹមតែព្រះធីតាទេតួនាទីឋានៈល្អក៏ជារបស់ខ្ញុំដែរក្អមទឹកវេទមន្តកុំភ្លេចជួយសម្ដែងរិទ្ធផងណា ពូមឿងមិនចាំយូរទេគាត់អន្ទះសានណាស់ហើយគាត់ក៏បានសម្ដៅទៅគាល់ព្រះរាជានិងព្រះធីតាក្នុងគ្រានោះតែម្ដង ថ្វាយបង្គំព្រះអង្គព្រះធីតាល្អហើយតើលោកមានអីចង់បង្ហាញមែនទេក្រាបទូលគឺមានតែទូលបង្គំមានអ្វីពិសេសលើសអ្នកណាទាំងអស់ក្រាបទូល ព្រះបិតាមើលទៅលោកពូនេះដូចជាពិសេសណាស់ ខ្ញុំនៅក្មេងសោះហៅសុទ្ធតែពូតើលោកសំអាងអីបានជាថាខ្លួនឯងមានអ្វីពិសេសអស្ចារ្យជាងគេបែបនេះគឺទូលបង្គំមានក្អមនេះឲ្យក្រាបទូល តែក្អមនេះពិសេសបែបណាទៅ គឺមានដំណក់ទឹកវេទមន្តណាក្រាបទូលបើទឹកនេះស្រក់លើដីទីនោះនឹងមានរុក្ខជាតិដុះតាមក្តីប្រាថ្នាជាមិនខាន ន
នេះមិនចម្លែកពេកទេមែនទេ វាចម្លែកណាស់តែវាគឺជាការពិតណាស់ក្រាបទូល បើអញ្ចឹងលោកពូសាក់បង្ហាញមកមើល កូនណាថ្លៃវិសេសក៏ប៉ុន្តែតើទ្រង់មានអ្វីជារង្វាន់ដែរក្រាបទូល តើលោកពូចង់បានអ្វីទៅ គឺព្រះនាងថាម៉េចអត់ អត់ទេក្រាបទូលទូលបង្គំចង់ទូលថាសុំរង្វាន់ក្រាបទូលបើលោកពិតជាមានអ្វីពិសេសមែនរង្វាន់ក៏មានសម្រាប់លោកជានិច្ចសូមលោកបង្ហាញមកមើលកូនណាថ្លៃវិសេស ពូមឿងបានបើកគម្របក្អមរួចក៏បានបន្តទឹកនោះចេញមកជាមួយនឹងក្តីសង្ឃឹមជាខ្លាំងតែអកុសលគឺមិនមានទឹកសូម្បីបន្តិចឡើយ តើមានរឿងអីចេះយ៉ាងម៉េចទៅហើយ ព្រះបិតាអត់មានទឹកផងទេគាត់នេះបោកតា ទូលបង្គំមិនបានកុហកទេសូមតតចុះពិតជារំខានមែនហើយតែចង់បានលៀបសក្ការៈបែរជាមិនចេះគិតមិនចេះពិចារណាសោះសេនាចាប់បរោះនេះទៅវាយ20ដំងភ្លាមទៅក្រាបទូលអត់ទេព្រះអង្គកុំអី ពូមឿងហេតុថាចង់បានទ្រព្យចង់បានលៀបមិនគិតពិចារណាឲ្យបានច្បាស់លាស់ឡើយហេតុនេះគាត់ក៏បានរងទុក្ខព្រោះតែទង្វើរបស់ខ្លួននៅចុងភូមិ អាយយឈឺណាស់អាក្អមចង្រៃយើងបោកឯងឲ្យខ្ទេច ពូមឿងខឹងពេកក៏បានបោកក្អមបែកអស់បាត់ទៅចំណែកបណ្ឌិតវិញនោះក៏បានដើរចូលមក ពូមិនបានជាពូបោកក្អមខ្ញុំអញ្ចឹងវាសំតែអញ្ចឹងហើយក្អមនេះគ្មានទឹកផងឯងមានបំណងធ្វើបាបយើងមែនទេអូមែនហើយឯងចង់មកចំអកឲ្យយើងបានន័យថាទឹកវេទមន្តអស់មែនទេពូកុំធ្វើពុតអីថាទៅព្រោះតែភាពលោភលន់ពេកសំឲ្យខ្ញុំចេញមើលកុំនៅបាំងផ្លូវខ្ញុំ ពូមឿងខ្មាស់នឹងទង្វើខ្លួនឯងណាស់ហេតុនេះគាត់មិនស្ដីរកបណ្ឌិតទេក្រៅពីការដើរចេញទាំងឈឺប៉ុណ្ណោះពូមឿងមកជាឈឺណាស់ហើយ បានអូនតោះពួកយើងទៅមើលគាត់ទៅ ធ្វើល្អមានសំណាងធ្វើមិនល្អមានកម្មនេះហើយគឺជាជីវិតដូចជាពូមឿងអញ្ចឹងគាត់ជួបរឿងសោយព្រោះតែទង្វើរបស់គាត់នោះអីរឿងនាងក្នុងសម្បកស្រូវកាលពីបុរាណមានជាកំណាចមួយរស់នៅដ៏សែនឆ្ងាយជានោះមានដីស្រែវេទមន្តមួយកន្លែងនិងតែងតែផ្ដោតស្រូវដោយឯកឯងហេតុនេះជាមិនបាច់ហត់នឿយនោះទេ ថ្ងៃនេះដូចជាមានអារម្មណ៍ថាឃ្លានណាស់អូមសទ្ធីស្វាហយៈចូលស្រូវវេទមន្តដល់ស្រូវមួយចំនួនដើម្បីធ្វើជានំបញ្ចុកនិងអំបុកភ្លាម ស្រែតែស្ដាប់បញ្ជាតែម្ដងនេះមិនដូចមុនទេស្រូវហាក់នៅប្រងើយកន្តើយចំណែកយៈភ្លាមនោះក៏បានសម្គាល់ឃើញថាមានពន្លឺម្យ៉ាងកំពុងតែហោះមក តើនោះជាអ្វីទៅមើលទៅដូចជាគ្រាប់ស្រូវអញ្ចឹងតែស្រូវនេះមិនក៏ធំម្ល៉េះ ក្របស្រូវដ៏ធំបានធ្លាក់ក្នុងស្រែរបស់យៈលុះក្រោយមកស្រូវក៏បានបែកសម្បកនិងមាននារីដ៏ស្អាតម្នាក់នៅក្នុងនោះផងដែរ ព្រះហើយមានស្រីម្នាក់ស្អាតណាស់នាងតើមានរឿងអីបានជាមុខស្រពោនបែបនេះ គ្មានអីទេព្រះពរខ្ញុំម្ចាស់គ្រាន់តែមានចម្ងល់ក្នុងព្រះកាយប៉ុណ្ណោះតើទីនេះជាទីណានឹងលោកដឹងទេ គឺជាទីឋានរបស់យៈព្រះធីតាមានសម្រស់ស្រស់ស្អាតមានព្រះកាយក្រអូបលើសគេយើងមិនដែលឃើញសោះ ខ្ញុំម្ចាស់មិនមែនជាព្រះធីតាទេតែខ្ញុំម្ចាស់ពិតជាវង្វេងអស់ហើយ បើនាងមិនស្គាល់ថាខ្លួនឯងជាអ្នកណាចូលយកយើងធ្វើជាប្តីបានទេយើងពិតជាស្រឡាញ់នាងហើយយើងសន្យាថាយើងនឹងមើលថែនាងឲ្យបានល្អ អត់ទេខ្ញុំម្ចាស់មិនយកជាជាប្តីទេសុំទោសផងណា អត់ទេក្នុងទ្រូងបងញាប់ញ័រណាស់ពិតមែនហើយតើបងអាចសុំសេចក្តីស្នេហាពីអូនបានទេសូមមេត្តាបងផងទៅចុះ អត់ទេសុំកុំបង្ខំខ្ញុំម្ចាស់អីស្របពេលដែលជាកំពុងតែសុំសេចក្តីស្នេហាពីនាងក្របស្រូវក៏មានបិសាចឥន្ទ្រីហោះមកដល់និងបានពោលថា យៈមិនអាចយកព្រះធីតាធ្វើជាប្រពន្ធបានទេព្រោះយើងបានរក្សាគ្រាប់ស្រូវនោះបានមុនឯងណាថាម៉េចគឺអាឥន្ទ្រីអត់បានការឯងទេមែនទេតែនាងជាស្រូវដែលនៅក្នុងស្រែរបស់យើង
ហេតុនេះហើយយើងទើបជាម្ចាស់ពិតអត់ទេនាងត្រូវតែធ្វើជាប្រពន្ធរបស់យើងបើឯងរារាំងយើងនឹងសម្លាប់ឯងចោលនៅក្នុងពេលនេះបើសិនជាឯងខ្លងឯងចូលមកចុះអើបិសាចយៈនិងបិសាចឥន្ទ្រីបានប្រយុទ្ធគ្នាគ្មានឈ្នះគ្មានចាញ់នោះទេចំណែកនាងក្របស្រូវក៏បានសន្លប់និងស្រោបដោយសម្បកស្រូវម្ដងទៀតព្រមទាំងរសាទទៅឆ្ងាយទៀតផងនៅឋានកណ្ដាលថ្ងៃនេះដូចជាមេឃស្រឡះល្អណាស់តើខ្ញុំគួរតែទៅស្រែឬក៏ទៅស្ទូចត្រីទៅណោះមែនហើយគិតទៅវាលស្រែវិញល្អជាងក្រាញ់ស្រូវទុំនិងអាលយំមកដាល់ម្បុកតែម្ដងគិតចោះគិតឡើងសុកជាតិក៏បានសម្រេចទៅមើលស្រូវដំណើបនៅលើដីតូចមួយនៅជាប់ដំបូកជីតានៅចិត្តវាលស្រែស្រូវដំណាបអេតើនោះជាស្អីទៅណោះបានជាធំម្ល៉េះគិតចូលទៅមើលចិត្តសិនទៅបានសុកជាតិបានឃើញថាក្របស្រូវនោះធំចម្លែកណាស់ដូច្នេះគាត់ចូលទៅចិត្តបន្តិចនិងបានយកដៃប៉ះផងដែរសួស្ដីតើមានអីនឹងក្នុងនឹងមែនទេឮបែបនោះហើយនាងក្របស្រូវក៏បានតបមកថាចាំមានលោកជួយកោសសម្បកនេះសាជាថ្មី3ដងបានទេព្រះអើយខ្មោចលងទេដឹងកោសបន្តឬក៏រត់ណោះកំរត់អីជួយខ្ញុំសិនទេខ្ញុំជាមនុស្សទេណាលោកបានខ្ញុំជួយក៏បានដែរតែហាមជាខ្មោចណាហាមកាច់កខ្ញុំឲ្យសោះចាប់បានខ្ញុំមិនធ្វើអ្វីលោកទេសូមជួយខ្ញុំផងទេសុកជាតិកាន់តែដឹងច្បាស់ហើយថាជាមនុស្សហេតុនេះគាត់ក៏បានគោះ3ដងតាមនាងនិយាយសុំពិតមែនតាមពិតមាននារីដ៏ស្រស់ស្អាតនៅទីនេះតានាងពិតជាស្អាតមែនអរគុណហើយនិយាយអញ្ចឹងតើលោកជាអ្នកណាមកពីណាដែរខ្ញុំទេដែលគួរទៅសួរនាងតើនាងមកពីណាដែរខ្ញុំមិនដែលឃើញពីមុនមកសោះហើយមិនក៏មកនៅក្នុងក្របនេះទៅវិញចានាងខ្ញុំមកពីឆ្ងាយណាស់ឆ្ងាយរហូតដល់មនុស្សធម្មតាទៅមិនដល់ឡើយតែខ្ញុំក៏មិនដឹងថាហេតុអីខ្ញុំនៅក្នុងនេះដែរបើអញ្ចឹងតើនាងមកដល់ទីនេះដោយរបៀបណាទៅគឺខ្យល់នាំខ្ញុំមកណាលោកមិនគួរឲ្យជឿសោះតែមានន័យថានាងគ្មានទីពឹងទេមែនទេប៉ាត់ហើយលោកមើលទៅជាមនុស្សល្អណាស់តែខ្ញុំអាចសុំអាស្រ័យលោកផងបានទេបើនាងមិនប្រកាន់ទេសូមនាងទៅរស់នៅជាមួយខ្ញុំតែម្ដងទៅខ្ញុំនឹងមើលថែនាងឲ្យបានល្អបំផុតប៉ាត់ណាស់ខ្ញុំនឹងបម្រើលោកឲ្យបានល្អដូចគ្នាបានតោះទៅផ្ទះខ្ញុំតែម្ដងទៅចានៅផ្ទះរបស់សុកជាខ្ញុំក្រីក្រណាស់តែខ្ញុំនឹងខិតខំធ្វើការនាងកុំបារម្ភអីណាខ្ញុំមិនឲ្យនាងដាច់ពោះទេចាមិនអីទេខ្ញុំអាចទម្លាប់បានហើយខ្ញុំនឹងខំធ្វើការដូចគ្នាពួកយើងមុខជាមិនក្រនោះទេនិយាយអញ្ចឹងក្លិនខ្លួននាងក៏អូបណាស់ខុសពីមនុស្សធម្មតាតែម្ដងហើយប្រហែលនេះមកពីលំអងផ្កាស្រូវដែលនៅជាប់លើខ្លួនរបស់ខ្ញុំហើយមកទៅនោះអូពិតមែនហើយខ្ញុំភ្លេចឲ្យឈឹងអររយៈពេលជាច្រើនថ្ងៃកន្លងទៅនាងក្របស្រូវនិងសុកជាតិក៏បានស្រឡាញ់គ្នានិងបាត់ក្លាយជាប្តីប្រពន្ធនឹងគ្នាយ៉ាងមានសុភមង្គលទៀតផងបងទៅចំការហើយណាអូនធានាថាបងមកវិញនឹងមានផ្លែឈើស្រស់ល្អយកមកផ្ញើអូនហូបមិនខានចាប់អូននៅចាំបងថែខ្លួនណាបានអូននៅតាមផ្លូវនោះផងដែរសុកជាតិក៏បានជួបនេះបន្ថនអេសុជាតិទៅចំការទៀតហើយមែនទេមើលចោះខានជួបគ្នាយូរនៅតែក្រលហាមដដែលណោះបានមែនហើយធ្វើម៉េចបើគ្នាក្រនោះរួចចុះឯងតាណាមកណាដែរបានជាមកដល់ទីនេះខ្ញុំមានប្រាក់ច្រើនខ្ញុំមិនធ្វើការក៏ងាប់ដែរហេតុនេះក៏ដើរលេងតែម្ដងទៅតែឯងខំបន្តិចទៅវើយអូមែនហើយនិយាយអញ្ចឹងប្រពន្ធឯងអីក៏ស្អាតម្លេះវ៉ៃរឿងនេះគ្មានពាក់ព័ន្ធជាមួយឯងទេល្បីថាឯងមានប្រពន្ធស្អាតថែមទាំងក្លិនកាយក៏អូបទៀតទៅបានគ្នាមកមើលហ្នឹងណាកុំធ្វើដូចជាកាចពេកអីខ្ញុំប្រាប់ហើយថាគ្មានពាក់ព័ន្ធនឹងឯងទេណាបើគ្មានប្រាក់ចិញ្ចឹមនាងបកលនាងមកឲ្យយើងមកណាយើងមានប្រាក់យើងចិញ្ចឹមនាងបានឬក៏ឯងចង់ឲ្យនាងដាច់ពោះតាមឯងនោះពិតជាគ្មានបានការមែននេះបន្ថនចំអកហើយក៏បានដើរហួសទៅចំណែកសុកជាតិក៏បានចេញទៅចំការដោយធម្មតានៅមុខផ្ទះសុកជាតិបើតាមការរំពៃនឹងក្លិនលំអងស្រូវនោះមុខជានៅទីនេះហើយនាងក្របស្រូវមុខជានៅទីនេះបិសាចឥន្ទ្រីគឺលោកមែនមិនក៏លោកមកទីនេះអូនក្របស្រូវបងតាមរកអូនយូរហើយទីបំផុតបងបានរកអូនឃើញហើយតែលោកចង់បានអ្វីទេ
គឺយើងចង់បានខ្លួននាងនឹងហើយ មិនបានទេពេលនេះខ្ញុំមានប្តីហើយណា អត់ទេនាងស្អាតណាស់ស្អាតលើសមនុស្សធម្មតាទៅទៀតនាងត្រូវតែជារបស់យើងមិនឲ្យអ្នកណាយកនាងពីយើងបានទេ មិនបានទេសុំអ្នកទៅឲ្យឆ្ងាយទៅបិសាចអន្ត្រី អត់ទេឆាប់មកជាមួយយើងភ្លាមមក មិនបានទេយើងមិនព្រមទៅជាមួយអញឡើយចេញទៅ អាយ៉ានាងមានយុទ្ធសាស្ត្រផងមែនទេមិនគួរឲ្យជឿសោះតែគួរឲ្យស្ដាយណាស់នាងដូចជាខ្សោយពេកហើយ ពួកគេទាំងពីរបានប្រកួតគ្នាអស់មួយសន្ទុះធំទីបំផុតអន្ត្រីក៏បានធ្វើឲ្យនាងក្របស្រូវដួលទៅលើដីពេញមួយទំហឹង នាងមានយុទ្ធសាស្ត្រពីសម្បកស្រូវនោះវាអស់ចាស្អីទៅទីបំផុតនាងចាញ់នៅក្នុងដៃយើងដដែលទេ បិសាចអន្ត្រីបំរុងទៅនាំនាងយកទៅជាមួយទៅហើយស្រាប់តែសុកជាតិក៏បានមកតន់ដូចគ្នា ឈប់សិនអាបិសាច បងសុកជាតិ អញចង់យកប្រពន្ធយើងទៅណាយើងមិនលើកលែងឲ្យឯងទេតើឯងចង់ធ្វើស្អីយើងហ៎ឯងត្រឹមជាមនុស្សធម្មតាប៉ុណ្ណោះធ្វើអីយើងបាន នាពេលនោះបិសាចអន្ត្រីបំរុងតែសម្រាប់សុកជាតិទៅហើយស្រាប់តែមេឃមីផ្គររន្ទះបណ្ដាលឲ្យអន្ត្រីមើលមិនឃើញនោះទេ អូនពួកយើងរត់ទៅគួរឲ្យខឹងណាស់ផ្ញើទុកសិនចុះ វេលាកន្លងទៅស្នេហ៍ស្មោះរបស់គេទាំងពីរបានធ្វើឲ្យអ្នកភូមិស្ងេចសរសើរជាខ្លាំងរហូតដល់មានពេលមួយនេះ យើងមិនជឿថាពួកវាមានសេចក្តីសុខទេគ្មានប្រាក់ផងរស់បានសុខបែបណានោះអញបញ្ឆោតវាសិនទៅបាននាង ចាលោកមានការអ្វីដែរ នាងកំសត់ណាស់ប្តីនាងមានប្រពន្ធថ្មីហើយណា លោកជាអ្នកណាមិនក៏និយាយបែបនេះខ្ញុំមិនជឿទេ មិនជឿក៏ហីចុះតែពេលនេះនាងមកជាមួយខ្ញុំមកនាងមុខជាបានដឹងហើយ លោកចង់ធ្វើអី មកសិនមកគង់តែបានដឹងទេ នីបន្ថនបាននាំក្របស្រូវទៅដល់កន្លែងមួយលួដើរបានរៀងឆ្ងាយបន្តិចនោះគាត់ក៏បានពោលថា នាងយកខ្ញុំធ្វើជាប្តីវិញទៅអាជាតិនោះវាក្រណាស់ លោកបោកខ្ញុំតាខ្ញុំមិននិយាយជាមួយលោកទេខ្ញុំទៅវិញហើយក ុំទៅនាងមិនអាចទៅណាបានទេយើងខំណាស់ដើម្បីបញ្ឆោតនាងចេញមកហេតុនេះកុំគិតថាបានរួចខ្លួនឲ្យសោះ អត់ទេជួយផងជួយខ្ញុំផងជួយផង កុំស្រែកប្រាប់ថាកុំឲ្យស្រែក នាងក្របស្រូវខំបញ្ចេញវេទមន្តម្ដងទៀតតែគ្រប់យ៉ាងគ្មានផលទេពេលនេះនាងមិនខុសពីធម្មតាឡើយដូច្នេះនាយបន្ថនក៏បានចាប់នាងយកទៅឃុំនៅក្នុងផ្ទះរបស់ខ្លួនបាត់ទៅ នាងនៅទីនេះចុះ លោកដឹងឬអត់ធ្វើបែបនេះវាគ្មានបានផលទេ មានយើងជឿថាពិតជាមានព្រោះយើងមានកម្រងការច្បាស់នោះអី តែប្តីរបស់ខ្ញុំមកជាមករកខ្ញុំឃើញមិនខានទេ ខុសហើយវារកមិនឃើញនោះម្យ៉ាងយើងនឹងរកល្បិចផ្លុំទៅជាអសុជាតិឲ្យទាល់ទៅបានណែអូនសម្លាញ់វានោះល្ងងណាស់វាមុខជាជឿមិនខានទេ មើលទៅលោកមិនស្រឡាញ់ខ្ញុំទេតែលោកចំណាញ់ច្រើនជាង បិទមាត់ទៅហើយនៅឲ្យស្ងៀមកុំចង់លួចរត់ឲ្យសោះបើមិនចង់ងាប់ទាំងពីរនាក់នោះ និយាយអំពីសុកជាតិវិញមកពីចំការរកប្រពន្ធមិនឃើញសោះកាត់អង្គុយមួយសន្ទុះបិសាចអន្ត្រីក៏បានមកម្ដងទៀត អូនក្របស្រូវតើអូននៅទីនេះមែនទេតែឯងមករកស្អីទៀតហើយនឹងគឺយើងមកតាមរកព្រះធីតារបស់យើងនឹងហើយយ៉ាងម៉េចឯងគិតថាយើងបកលនាងឲ្យឯងងាយអញ្ចឹងហ៎ឯងគិតខុសហើយតែធ្វើយ៉ាងណាទើបឯងមិនមកដណ្ដើមប្រពន្ធខ្ញុំវិញនោះគ្មានថ្ងៃទេលុះត្រាតែឯងបកលនាងមកឲ្យយើងវិញតែពេលនេះយើងក៏មិនដឹងថាប្រពន្ធយើងទៅណាដែរយើងកំពុងទៅតាមរកនាងដូចគ្នាមែនហើយយើងក៏អត់មានធំក្លិនលំអងផ្កាដែរតែឯងទៅណាយើងទៅតាមរកព្រះធីតាយើងនឹងហើយព្រះអើយតើពេលណាទើបខ្ញុំអាចរស់នៅជាមួយប្រពន្ធខ្ញុំបានសុខពេញលេញនោះ បិសាចអន្ត្រីបានតាមរកនាងក្របស្រូវតាមខ្សែវីដេអូរហូតទៅដល់កន្លែងមួយនៅផ្ទះនេះបន្ថន គឺទីនេះហើយមុខជាទីនេះហើយឯងជាណាមិនក៏មើលតើអាក្រក់ម្លេះកុំនិយាយច្រើនឆាប់ឲ្យព្រះធីតាក្របស្រូវចេញមកភ្លាមមកហេចេញមកពីណាអីក៏ឆ្លើយម្លេះហាសុកក៏មកទៅដើមបដូលចាត់គេទៅវិញទៅគួរឲ្យរំខានណាស់ងាប់ទៅអាភ្លើល្ងីល្ងើវិវក់ បិសាចអន្ត្រីមិននិយាយច្រើនទេព្រោះខ្លួនដឹងថានាងក្របស្រូវគឺនៅទីនេះចំណែកនេះបន្ថនជន់ទុកលើខ្លួនឯងបែរជាស្លាប់ក្នុងគ្រានោះទៅ រំខានមែន
អូនក្របស្រូវចេញមកបងមកដល់ហើយ ចំណែកនាងក្របស្រូវវិញខំរើបំរាស់រហូតដាច់ខ្សែចំណងនឹងអាចបានចេញមកផងដែរ ប្រសើរណាស់អូនពិតជានៅទីនេះមែន ចំណែកសុកជាតិដូចជាការស្មានគាត់មែនទីបំផុតគាត់ក៏បានជួបនាងក្របស្រូវនៅទីនេះដូចគ្នា អូនសម្លាញ់បងបារម្ភណាស់តែពួកឯងមិនអាចនៅជាមួយគ្នាបានទេអូនក្របស្រូវមកតាមបងភ្លាមឆាប់ឡើង អត់ទេខ្ញុំមិនទៅជាមួយលោកទេបិសាចឥន្ទ្រីរៀបនឹងឆាបយកនាងទៅហើយស្រាប់តែមានយក្សកំណាចដែលធ្លាប់ជាដៃគូក៏បានមកដល់ល្មម តែយើងមិនអាចឲ្យឯងបានសម្រេចទេអាយៈគឺឯងទៀតហើយមែនទេឯងពិតជាមករំខានយើងណាស់ងាប់ទៅ ជាថ្មីម្ដងទៀតយក្សនិងឥន្ទ្រីបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាហើយទីបំផុតឥន្ទ្រីក៏បានវិនាសក្នុងគ្រានោះទៅ យើងនឹងសងសឹកអូយចូលឯងទៅងាប់ចុះអឥន្ទ្រីកូនមន់ចំណែកព្រះធីតាខ្ញុំមករកអូនឃើញវិញហើយ យក្សលោកនៅតែចង់បានខ្ញុំទៀតមែនទេពេលនេះខ្ញុំមានប្តីហើយណាមេត្តាដោះលែងខ្ញុំទៅ មើលទៅខ្ញុំមិនអាចយកបេះដូងនាងបានទេតែយើងមិនបានសុខទេយើងវេទនាណាស់យើងមិនចង់កើតជាយក្សបែបនេះទេ បើមិនចង់ធ្វើជាយក្សតើលោកធ្វើអ្វីវិញនោះ យើងចង់កើតជាមនុស្សវិញយើងចង់មានជីវិតដូចជាមនុស្សនឹងគេដែរ បើចង់ខ្លាចជាមនុស្សលោកត្រូវតែខំសាងកុសលសមាទានសិលភាវនាធម៌ណាដឹងទេ មិនអាចទេមិនងាយស្រួលទេតើនាងអាចជួយយើងបានទេ តើជួយដោយរបៀបណាទេ នាងអាចយាងទៅជាមួយយើងបានទេនាងជាក្របស្រូវក្នុងស្រែខ្ញុំមានតែនាងប៉ុណ្ណោះដែលអាចជួយខ្ញុំបានម្យ៉ាងខ្ញុំដឹងថានាងតែងតែមានចម្ងល់មែនទេ តើចាក់បានដឹងអ្វីមកខ្លះ នាងឆ្ងល់ទៅហេតុអីនាងនៅក្នុងសម្បកស្រូវមែនទេឲ្យតែនាងជួយខ្ញុំឲ្យคล้ายជាមនុស្សខ្ញុំនឹងប្រាប់រឿងនោះដល់នាងជាមិនខាន បានបើខ្ញុំអាចស្រ័យចម្ងល់នេះហើយពិតជាអាចជួយលោកបានមែននោះខ្ញុំនឹងព្រមទៅជាមួយលោកចាស់ អូនសម្លាញ់អូនតាណាចុះបងនោះ អូននឹងមកវិញទេបងកុំបារម្ភអី តែបងបារម្ភណាស់ អូនមិនអីទេអូននឹងមកវិញណាបងយះនិងនាងក្របស្រូវក៏បានមកដល់អាងភ្នំធំមួយ ទីបំផុតយើងអាចបញ្ឆោតនាងបានហើយតើនាងគិតទេថាយើងអាចបំភ្លេចស្នេហ៍នាងបាននោះ តើលោកមានកម្រងអីបានជាធ្វើបែបនេះ យើងស្រឡាញ់នាងណាស់តែនាងមិនព្រមទទួលស្នេហាយើងបើបែបនោះយើងនឹងយកនាងមកបូជាសម្រក់ឈាមម្ដងបន្តិចម្ដងបន្តិច ហេតុអីលោកធ្វើបែបនោះ ព្រោះឈាមរបស់មនុស្សស្រីដែលមានក្លិនលំអងស្រូវនេះអាចជួយយើងឲ្យមានជីវិតអមតៈបាន បើបែបនោះលោកមុខជាមិនអាចខ្លាចជាមនុស្សបានទេ យើងមិនខ្វល់ទេពេលនេះយើងចង់បានជីវិតអមតៈនិងមានឫទ្ធានុភាពអស្ចារ្យតែប៉ុណ្ណោះ កុំអីលោកយះចាប់ផ្ដើមប្រើវេទមន្តចងនាងក្របស្រូវជាប់រួចយកកាំបិតដើម្បីបង្ហូរឈាមនាងតែម្ដង មិនយូរទេយើងមុខជាអាចមានជីវិតអមតៈបានជាមិនខាន កុំអីលោកឈប់ទៅកុំសាំងបាបអីណាលេង មិនឈប់ទេចូលត្រៀមខ្លួនភ្លាមទៅឈប់សិនអាយៈកំណាចឯងមិនអាចធ្វើបែបនោះបានទេតើឯងជាស្អីទៅបានជាមកដល់ទីនេះបាននោះយើងជាប្តីរបស់អូនក្របស្រូវយើងមិនអាចឲ្យអ្នកណាមកធ្វើបាបប្រពន្ធយើងបានទេត្រឹមតែជាមនុស្សសាធម្មតាសោះធ្វើអីយើងមិនបានទេល្អណាស់បានជាមកដល់អញ្ចឹងគឺល្អហើយយើងនឹងសម្លាប់ពួកឯងយើងមិនឲ្យពួកឯងសំតាមបំណងឡើយងាប់ទៅអាមនុស្សប្រហើន យះចូលអ្នកឈប់សិន មិនបានជាត្រង់យើងមកទីនេះ យើងជាទេពធីតាធម្មជាតិយើងឈៀងទៅដល់គ្រប់ទីកន្លែងហើយទីណាក៏យើងមិនឈោមើលរឿងអយុត្តិធម៌នោះដែរ តែយើងមិនស្វាគមន៍ត្រង់ទេ យៈកើតចិត្តកំហឹងខឹងច្រាលឡើងហើយភ្លាមនោះយៈក៏បានវាយប្រហារទៅកាន់ទេពធីតានៃធម្មជាតិពិតជាមិនស្គាល់ល្អអាក្រក់មែនយើងជាទេពធីតាធម្មជាតិយើងជាម្ចាស់សពសត្វតែឯងបែរជារមិលគុណអ្នកបង្កើតសត្វលោកទៅវិញបើបែបនោះ
ចូលយៈវិនិច្ឆ័យចោះ អត់ទេពួកអ្នកទាំងពីរអស់អីហើយតែធីតាខ្ញុំម្ចាស់អរគុណត្រង់ណាស់តែខ្ញុំម្ចាស់អាចសួរត្រង់មួយសំណួរបានទេយើងដឹងអំពីសំណួរនាងហើយនាងជាលំអងស្រូវដែលខំតស៊ូប្រណាំងនឹងខ្យល់ហើយនាងក៏រសាត់ទៅកន្លែងមួយក្រោយមកយើងបានដឹងអំពីការតស៊ូនេះហើយក៏ប្រទានរង្វាន់ដល់នាងតែម្ដងរង្វាន់នៃរកាយនេះមែនទេចុះហេតុអីខ្ញុំម្ចាស់នៅក្នុងសម្បកស្រូវទៅវិញនោះព្រោះដើម្បីសុវត្ថិភាពរហូតធានាបានថានាងនឹងក្លាយជាមនុស្សពេញលេញនោះអីខ្ញុំម្ចាស់យល់ហើយប្រម៉ែមែនហើយតែពេលនេះនាងមានស្នេហាហើយចូលនាងរស់នៅជាមួយបរិះនេះចុះតែចាំណាបើនាងក្រំគ្រាកាលណានោះនាងនឹងរលាយទៅតាមខ្យល់មិនខានឡើយ ទូលបង្គំនឹងមិនធ្វើឲ្យរឿងនេះកើតឡើងជាដាច់ខាតក្រាបទូល ល្អណាស់ចូលរស់នៅឲ្យបានសុខចុះយើងលាហើយ សូមអរព្រគុណណាស់សូមថ្វាយបង្គំលាក្រាបទូល សុំលាហើយប្រម៉ែចាប់ពីពេលនោះមកពួកគេក៏មិនមានអ្នកណារំខានជីវិតទៀតទេហើយប្តីប្រពន្ធទាំងពីរក៏បានរស់នៅយ៉ាងសុខសាន្តរឿងពោះយៈម្ចាស់ស្ទឹងកាលពីព្រេងនេះមានភូមិមួយចោះបាត់ស្ទឹងរស់នៅពុំដែលបានសុខទេព្រោះតែងតែមានទឹកជំនន់ខ្យល់ព្យុះជាញឹកញាប់ហាក់មានអ្វីមកបណ្ដាលយ៉ាងចឹងនៅចេះមាត់ស្ទឹង ហើយមិនក៏ទឹកប្រែជាល្អក់ម្លេះណោះខែនេះធ្លាក់ខ្យល់ពីជើងហើយតើសំទៅទឹកថ្លាណាស់ មែនហើយលោកបងនេះខ្ញុំខំតែគិតថាថ្លាទៅយកធុងម្ដងទឹកយកទៅដាំបាយនឹងណាមិននឹកស្មានថាល្អក់ដល់ថ្នាក់នេះសោះ បើល្អក់បែបនេះខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរអ្នកអើយមានតែទ្រាំប្រើសិនទៅ ចាគឺបែបនោះហើយលោកបង បើអញ្ចឹងអ្នកដងតាមស្រួលចុះណាខ្ញុំលាទៅមុនហើយ ម៉ែភុំឈោសម្លឹងមួយសន្ទុះរួចគាត់ក៏បានគិតថានឹងវិលទៅផ្ទះវិញតែភ្លាមនោះក៏មានសម្លេងមួយបាននិយាយមកកាន់គាត់ថា ទឹកល្អក់មិនមែនថាគ្មានមូលហេតុទេ លោកបងថាម៉េច ខ្ញុំអត់បាននិយាយអីទេហើយអ្នកណាគេនិយាយមុននេះនោះគឺយើងនេះហើយតែកុំឃើញរូបរាងយើងអីយើងគឺជាម្ចាស់នៃទឹកស្ទឹងនេះបើពួកអ្នកចង់បានសុខត្រូវតែធ្វើតាមយើង អើយលោកបងនេះជាខ្មោចទេដឹងហើយខ្ញុំខ្លាចណាស់ អ្នកជានរណាហើយចង់បានអីទៅយើងគឺជាម្ចាស់ស្ទឹងយើងនៅទីនេះរាប់រយឆ្នាំហើយតើអ្នកចង់បានអីពីភូមិនេះទៅលោកត្រូវបូជាស្រីក្រមុំមកឲ្យយើងរៀងរាល់មួយឆ្នាំម្ដងមិនចឹងទេភូមិនេះនឹងរលាយជាមិនខានមិនបានទេបើធ្វើបែបនោះមិនខុសពីសម្លាប់អ្នកស្លូតត្រង់ទេណាបើលោកមិនព្រមយើងនឹងបំផ្លាញអ្នកភូមិឲ្យស្លាប់ទាំងអស់ ហើយលោកបងកុំស្ដាប់វាអីវាជាខ្មោចទេដឹង មិនព្រមមែនទេចាំមើលចុះល្ងាចនេះនឹងមានទឹកជំនន់ស្លាប់អ្នកភូមិជាមិនខានទេយ៉ាងណាក៏យើងមិនជឿដែរតោះអ្នករំជែកទៅផ្ទះវិញ អើយចាខ្ញុំខ្លាចណាស់ហើយម៉ែភូមិយ៉ាងណាក៏មិនអាចធ្វើតាមចិត្តម្ចាស់ស្ទឹងដែរលុះដល់ពេលល្ងាចមកដល់ស្រាប់តែនេះខ្យល់ព្យុះមានភ្លៀងជាខ្លាំងនៅផ្ទះមិញរំជេរអើយមិនក៏មានខ្យល់ម្លេះតិចរឿងនោះខ្លាចទៅជាការប៉ັດទេដឹងហើយខ្ញុំខ្លាចណាស់តើមានរឿងអីទៅម៉ែកូនស្រីបញ្ញាប់រកមនុស្សប្រុសម្នាក់រៀបការទៅបើកូនមិនចង់ខ្លាចជាចំណៃម្ចាស់ស្ទឹងនោះរកយ៉ាងម៉េចក្រែងម៉ែថាមិនតន់ចង់ឲ្យខ្ញុំមានប្តីឯណាអីម៉ែអើយពីមុនមែនតែឥឡូវខុសគ្នាបញ្ញាប់រកប្រុសណាម្នាក់មកធ្វើជាប្តីទៅជឿតែម៉ែចោះថ្ងៃខាងមុខណាមុខจะមានការបូជាមនុស្សមិនខានទេអើយតែម៉ែជឿម៉ែទៅភូមិនេះគ្មានកំមុំច្រើនទេអ្នកត្រូវបូជាបើមិនមែនជាឈូករត់ក៏អាចជាកូនកថាបានណាចាម៉ែកូននឹងរកប្តីឲ្យបានឆាប់កូនមិនចង់ស្លាប់ទាំងវ័យក្មេងបែបនេះទេណាម៉ែដូចម្ចាស់ស្ទឹងពោលអញ្ចឹងទឹកជំនន់កើនឡើងជន់ហើយជន់ទៀតធ្វើឲ្យអ្នកភូមិស្លាប់ជាច្រើនអ្នកទៀតផងនៅផ្ទះមេភូមិ បើបែបនេះបន្តទៅទៀតកុំថាឡើយដំណាំគោក្របីមនុស្សក្នុងភូមិទាំងមូលក៏នឹងស្លាប់បាត់អស់ដែរ ជាថ្មីម្ដងទៀតម្ចាស់ស្ទឹងក៏បានបន្លឺសំឡេងមកថា យ៉ាងម៉េចដែរតើលោកព្រមហើយមែនទេបាទខ្ញុំនឹងធ្វើតាមលោកសូមកុំឲ្យតែមានទឹកជំនន់នឹងព្យុះទៀតទៅបានហើយលោកម្ចាស់ស្ទឹងយល់ព្រមពេលនេះលែងមានព្យុះឬទឹកជំនន់ទៀតហើយ
ចំណែកអ្នកភូមិនឹងមានបានគ្រប់គ្នាឲ្យទៅលោកធ្វើតាមសន្យានេះបាទខ្ញុំដឹងហើយ មេភូមិពិបាកចិត្តណាស់តែគាត់គ្មានជំរើសទេហើយគាត់បានជម្រាបដំណឹងនេះដល់អ្នកស្រុកគ្រប់គ្នាផងដែរ សង្ឃឹមថាអ្នកភូមិនឹងមិនខឹងនឹងការធ្វើរឿងនេះទេចុះ អ្នកភូមិក្រោយដឹងបែបនោះហើយស្រីក្រមុំទាំងអស់ប្រញាប់រៀបការគ្រប់គ្នាហើយមានអ្នកខ្លះក៏បានភៀសខ្លួនគេចចេញទៅលើកលែងតែឈឹករត់ប៉ុណ្ណោះនៅផ្ទះសត្រាបងសត្រាតើអ្នកភូមិនាំគ្នាគេចពីការបូជាក៏ដោយតែអូនមិនទៅណាទេព្រោះអូនសង្ឃឹមថាបងនឹងរៀបការជាមួយអូនមុនការបូជាម្ដងណា អូនកុំបារម្ភអីបងគិតតែគ្មានការបូជាអីទេលោកមេភូមិមិននឹងអាចធ្វើបែបហ្នឹងបានទៅ ចុះបើរឿងនោះកើតឡើងមែននោះតើគិតបែបណាទេក្នុងភូមិក៏មានតែអូនទេដែលមិនតន់រៀបការនោះបើសិនជាបែបនោះមែនអ្នកដែលបូជាគឺជាអូនហើយណា ថាអូនកុំបារម្ភបងគិតថាវាមិនអាចទេម្យ៉ាងបងចង់ប្រឡងចូលកងការពារឲ្យជាប់សិនទើបមានប្រាក់រៀបការជាមួយអូន តែអូនមិនគិតថាមានប្រាក់អីនោះទេទោះបីក្រីក្រក៏អូនអាចរស់នៅជាមួយបងបានដែរ បងដឹងថាអូនស្រឡាញ់បងហើយបងក៏ស្រឡាញ់អូនណាស់ដែរតែបងមិនចង់ឲ្យអូនលំបាកទេណា ចាបង កុំបារម្ភអីបងមិនឲ្យអូនមានរឿងអីទេបងស្រឡាញ់អូនណាស់ណាអូន សត្រាចង់ខ្លាចជាកងការពារព្រោះជាក្តីស្រមៃជួយដល់អ្នកស្រុកនិងក៏ជាកិត្តិយសជូនឈុករត់ដែរ បងសន្យាថាស្អែកនេះបងនឹងប្រឡងឲ្យជាប់រួចខាន់ស្អែកបងនឹងចូលទៅដឹងអូនភ្លាមតែម្ដងតើអូនព្រមទេ ចាបងអូនជឿលើបងអូនជូនពរឲ្យបងជោគជ័យណា បាទអូន ថ្ងៃស្អែកមកដល់សត្រាក៏បានចាក់ចេញទៅប្រឡងនៅឯទីរួមស្រុកចំណែកមេភូមិផងដែរក៏បានទៅដល់ផ្ទះឈុករត់តែម្ដង ក្មួយឈូករត់ថ្ងៃនេះពូសុំទោសផងពូត្រូវយកក្មួយទៅបូជាម្ចាស់ស្ទឹងហើយណាក្មួយ គឺពេលនេះមែនទេលិនម្លេះពូ ពូសុំទោសផងតែធ្វើម៉េចបើក្នុងភូមិយើងគេរត់គេចអស់បាត់ទៅហើយហ្នឹងខ្លះក៏រៀបការទៀតមានតែក្មួយតែប៉ុណ្ណោះ តែខ្ញុំអាចសុំជួបម្ចាស់ស្នេហ៍ខ្ញុំសិនបានទេលោកពូ ចំពោះពូមិនអីទេតែម្ចាស់ស្ទឹងនោះមិនសុខចិត្តទេណាក្មួយសូមក្មួយកុំខឹងពូអីបើក្មួយមិនទៅភូមិនេះមានគ្រោះថ្នាក់ទៀតជាមិនខាន ចាពូបានចឹងខ្ញុំស្ម័គ្រចិត្តហើយសង្ឃឹមថាភូមិនេះនឹងមិនមានអ្វីកើតឡើងបន្តទៀតទៅចុះ ពូអរគុណចំពោះការលះបង់នេះហើយឈ្មោះក្មួយនឹងត្រូវបានចងចាំជាតារាបន្តទៅសម្រាប់គ្រប់ចំនួននៃភូមិយើងផងដែរណាក្មួយ ចាពូក្នុងពេលនោះមេភូមិនាំឈុករត់ទៅកាន់ស្ទឹងហើយក៏បានស្រែកប្រាប់ម្ចាស់ស្ទឹងថា អើលោកម្ចាស់ស្ទឹងសូមលោកមកទទួលយកការបូជានេះផងទៅចុះ ឮបែបនោះហើយពស់ជាក់ដែលជាម្ចាស់ស្ទឹងក៏បានបង្ហាញខ្លួនចេញមកធ្វើឲ្យមេភូមិនិងឈុករត់ផិតភ័យជាខ្លាំងពស់ធំណាស់ ណែតើលោកពស់ជាម្ចាស់ស្ទឹងនៅទីនេះមែនទេមែនហើយឥឡូវសូមលោកប្រគល់នាងឲ្យខ្ញុំមកក្មួយឈូករត់ក្មួយអាចបដូរចិត្តបានណាពស់នេះគួរឲ្យខ្លាចណាស់ មិនអីទេពូខ្ញុំស្ម័គ្រចិត្តរួចហើយក ុំចង់បដូរចិត្តឲ្យសោះឆាប់ចុះមកក្នុងទឹកនេះមកឬមួយក៏ចង់ឲ្យភូមិនេះរលាយមែនទេក្មួយឈូករត់សូមឲ្យក្មួយសំណាងល្អណា ពូមេភូមិសូមជួយផ្ដាំម្ចាស់ស្នេហ៍ខ្ញុំផងណាថាខ្ញុំលេហើយ បាទក្មួយលោកមេភូមិតទៅយើងលែងត្រូវការអ្នកបូជាទៀតហើយពីពេលនេះទៅសូមអស់លោករស់នៅដោយសុខសាន្តចុះជាការពិតមែនទេបើអញ្ចឹងមែនសូមអរគុណហើយលោកម្ចាស់ស្ទឹងចំណែកនាងនឹងคล้ายជាចំណីរបស់យើងតែម្នាក់គុណ ចាខ្ញុំព្រមហើយទទួលបានឈុករត់ហើយពួតដ៏ធំក៏បាននាំនាងទៅកន្លែងមួយនៅក្នុងរូងក្រោមផ្ទះ តើនាងមិនខ្លាចទេមែនទេ ខ្ញុំមិនខ្លាចទេឲ្យតែអ្នកភូមិបានសោះខ្ញុំក៏សប្បាយចិត្តដែរ យើងមិនសម្លាប់នាងទេ ថាម៉េចហេតុអីទេ តែយើងចង់បាននាងជាប្រពន្ធតើនាងព្រមទេ អត់ទេលោកជីពស់ខ្ញុំចូលលោកជាប្តីមិននឹងកើតនោះ នាងនិយាយត្រូវហើយយើងជាសត្វដេរិឆានមិននឹងសមជាមួយនាងនោះតើយើងអាចសួរនាងមួយសំណួរទៀតបានទេ ចាប់បានសូមមកចោះ តើនាងពិតជាស្រឡាញ់បរោះនោះខ្លាំងណាស់មែនទេ មិនក៏លោកដឹងរឿងខ្ញុំ ខ្ញុំជាម្ចាស់ស្ទឹងនេះរឿងអីក៏ខ្ញុំបានដឹងដែរឥ
ឥឡូវនាងឆ្លើយមកមើល មែនហើយខ្ញុំស្រឡាញ់គាត់ណាស់គាត់ក៏ស្រឡាញ់ខ្ញុំដែរពួកយើងសន្យានឹងគ្នាថានឹងរៀបការជាមួយគ្នាតែពេលនេះលែងមានឱកាសហើយ ចុះបើគេមិនស្មោះនឹងនាងតើនាងព្រមយកខ្ញុំជាប្តីដែរទេ រឿងនេះមិនអាចទេគាត់ស្មោះនឹងខ្ញុំណាស់គ្មានអ្វីអាចបំបែកពួកយើងបានឡើយ បានខ្ញុំសុំចាញ់ក្តីស្នេហ៍នាងទៅចុះខ្ញុំនឹងឲ្យនាងវិលត្រឡប់ទៅវិញ តែប៉ាត់ដែរទេលោកពូជា ពិតណាស់តែនាងត្រូវសន្យាថាបើបុរសនោះក្បត់ចិត្តនាងត្រូវមករកខ្ញុំវិញហើយយកខ្ញុំជាប្តីភ្លាម ចុះបើគាត់មិនក្បត់ខ្ញុំហើយខ្ញុំមិនមកវិញនោះតើលោកពូនៅតែការពារអ្នកភូមិមិនឲ្យមានរឿងដែរទេ ខ្ញុំសន្យាហើយថាមិនធ្វើបាបអ្នកណាទៀតទេហើយខ្ញុំនឹងរងចាំនាងនៅទីនេះរហូតខ្ញុំអស់ជីវិតទៅ យល់ព្រមអរគុណចំពោះលក្ខខណ្ឌនេះតាមពិតលោកមិនមែនជាម្ចាស់ស្ទឹងដែលសាហាវដូចគេនិយាយឯណា ព្រោះខ្ញុំស្រឡាញ់នាងនោះអីស្នេហាវាធ្វើឲ្យខ្ញុំផ្លាស់ប្ដូរបានណាតើនាងដឹងទេ ខ្ញុំយល់ហើយមែនហើយតើពេលណាខ្ញុំអាចទៅវិញបាននោះ ប៉ុន្មានថ្ងៃទៀតនាងទៅវិញបានហើយសំណាងល្អណា ចាអរគុណលោកម្ចាស់ស្ទឹងណាស់កន្លងទៅប៉ុន្មានថ្ងៃម្ចាស់ស្ទឹងក៏នាំឈឹករត់មកដល់ភូមិវិញមិនបងអង្គយូរនាងក៏បានសម្ដៅទៅផ្ទះរបស់សត្រាយ៉ាងលឿនជាទីបំផុតបងសត្រាមិននៅផ្ទះដែរទេអូនមកវិញហើយណាជួនគ្នានោះពូមេភូមិក៏បានមកដល់ល្មម ក្មួយឈូករត់មែនទេនេះពិតជាក្មួយមែនទេ ជំរាបសួរពូគឺខ្ញុំមិនហើយខ្ញុំមិនតាន់ស្លាប់ទេ ប្រសើរណាស់ពូដេកម្លក់បក់មិនហើយទេវឹបបដិសារីជ័យស្ដីពូមិនឈប់សោះតាំងពីយកក្មួយទៅបូជានោះ ខ្ញុំមិនអីទេពូចាប់បងសត្រាទៅណាបាត់ហើយនេះខ្ញុំមិនឃើញគាត់សោះ សត្រាមែនទេពូមិនឃើញគេមកវិញទេសង្ស័យតែប្រឡងមិនទាន់ចប់ហើយមើលទៅនោះ បងសត្រាប្រហែលជារវល់ណាស់ហើយ បានក្មួយមិនអីទេពូសប្បាយចិត្តណាស់ ចាប់ពូខ្ញុំសប្បាយចិត្តណាស់ និយាយអញ្ចឹងពូលាសិនហើយណាក្មួយ ចាជម្រាបលាពូឈឹករត់តែងតែមកអង្គុយចាំសត្រាជាច្រើនដងតែនាងក៏មិនឃើញសត្រាមកនោះទេមិនដឹងថាបងសត្រាមានអ្វីកើតឡើងឬក៏អត់នោះទេខ្ញុំដូចជាបារម្ភណាស់ស្របពេលនោះដែរឈឹករត់កំពុងតែអង្គុយម្នាក់ឯងម្ចាស់ស្ទឹងក៏បានបង្ហាញខ្លួនចេញមកម្ដងទៀត តើនាងសុខសប្បាយទេ លោកម្ចាស់ស្ទឹងខ្ញុំសុខសប្បាយទេហេតុអីក៏លោកមកទីនេះ ព្រោះខ្ញុំនឹកដល់នាងនឹងហើយម្យ៉ាងទៀតដែលខ្ញុំមកទីនេះព្រោះខ្ញុំចង់ដឹងថាតើបុរសនោះគេយកនាងធ្វើជាប្រពន្ធដែរទេ ពេលនេះគាត់មិនតាន់មកទេតែខ្ញុំប្រកាសណាស់គាត់មកជិះមកឆាប់នេះហើយណាលោកម្ចាស់ស្ទឹង បើបែបនោះខ្ញុំលាហើយណាសូមមានសំណាងល្អអ្នកនាង គ្រាន់តែពស់យៈម្ចាស់ស្ទឹងទៅបាត់សត្រាក៏បានមកដល់ល្មមតែមិនមែនម្នាក់ឯណាគឺមានពីរនាក់ទៅវិញបងសត្រាអូនសប្បាយចិត្តណាស់អូនចាំបងយូរហើយណាតើនាងជាអ្នកណាគេបង នាងជាអ្នកភូមិជាមួយគ្នាឈូករត់តើនាងមកខ្ចីអង្គខ្ញុំដាំបាយទៀតហើយមែនទេ បងនិយាយថាម៉េចអូតាមពិតអ្នកចិត្តខាងក្រីក្រនតាចែកឲ្យនាងខ្លះទៅបងព្រោះពេលនេះបងមិនមែនក្រឯណាគឺជាកងការពារទាំងមូលនោះអីតើនាងជាអ្នកណាតើខ្ញុំជាប្រពន្ធបងសត្រាណានាងពួកយើងរៀបការបានមួយសប្តាហ៍ហើយថាម៉េចមានន័យថាបងកុហកអូនមែនទេពីមុននោះ អ្នកណាស្រឡាញ់នាងនោះក្រក៏ក្រហើយគ្មានរសជាតិទៀត យល់ល្អដេញវាចេញទៅបងគួរឲ្យរំខានណាស់ប្រះក៏បានមិនកូនណាខ្ញុំបងចិត្តលើអ្នកសោះស្ដាយចិត្តណាស់ ទៅណាក៏ទៅឬក៏ទៅធ្វើជាតង្វាយបូជាម្ចាស់ស្ទឹងកាន់តែល្អខ្ញុំមិនបានស្រឡាញ់នាងទេនាងល្ងង មនុស្សកុហកបងចាំមើលចោះឈឹករត់ឈឺចាប់ណាស់ដូច្នេះនាងក៏បានរត់ចេញទាំងស្ដាយចិត្តដែលធ្លាប់មានចំពោះសត្រាមែនហើយទោះជាខ្ញុំមិនស្រឡាញ់ពោះតែនេះជាការគោរពពាក្យសច្ចាខ្ញុំមិនអាចកលាស់សម្ដីនោះទេគិតហើយនាងក៏បានស្រែកហៅម្ចាស់ស្ទឹងហើយភ្លាមនោះម្ចាស់ស្ទឹងក៏បាននាំឈឹករត់ទៅដល់រូងក្រោមទឹកសាជាថ្មីម្ដងទៀត តើអ្នកនាងព្រមយកខ្ញុំជាប្តីហើយមែនទេនាងមិនស្ដាយក្រោយទេមែនទេ មែនហើយខ្ញុំមិនស្ដាយអ្វីទាំងអស់ អញ្ចឹងបានខ្ញុំនឹងនាំនាងដើរលេងចុះ
ធានាថាអ្នកនាងមុខជារីករាយភ្លេចនៅភាពឈឺចាប់ជាមិនខានជឿខ្ញុំទៅ ចាលោកពូជាម្ចាស់ស្ទឹងបាននាំឈឹករត់ទៅកំសាន្តគ្រប់ទិសទីហើយជាទីកន្លែងដែលនាងមិនដែលឃើញតតែសោះដូចនោះនាងក៏បានរីករាយជាខ្លាំងខ្ញុំសប្បាយចិត្តណាស់តែនេះខ្ញុំមិនអាចឃើញតតែសោះ ពិតមែនណារួចចុះពេលនេះអ្នកនាងឃ្លានទេខ្ញុំនឹងទៅយកអាហារពិសេសមកជូនណា ចាអរគុណណាស់ចាប់ពីពេលនោះមកពួកគេទាំងពីររីករាយជាមួយគ្នាណាស់ចំណែកសត្រានិងមីលាវិញនោះ អូនមាលាបងមកពីសាលាក្តីវិញហើយហេចុះអូនមាលាតាណាបាត់អញ្ចេះ សត្រាស្រែកហៅប្រពន្ធនៅក្រៅផ្ទះតែមីលាឯនេះវិញកំពុងតែសាសងនឹងសហាយក្នុងបន្ទប់មិនតបនោះទេ មិនក៏ពួកយើងមិនចាញ់ទៅឲ្យវាឃើញតែម្ដងទៅអូន បងគិតច្បាស់ហើយមែនទេ មែនហើយអាសត្រាវាកូនចៅបងតើវាទៅហ៊ានស្អីវាបងថាឆ្វេងគឺឆ្វេងស្ដាំគឺស្ដាំហើយ អញ្ចឹងបានតោះប្រាប់វាឲ្យដឹងទៅកុំឲ្យវាមករំខានខ្ញុំទៀតខ្ញុំមិនចង់លួចលាក់បែបនេះទេគិតហើយសហាយស្មន់ទាំងពីរក៏បានចេញមកក្រៅនិងបាននិយាយថាខ្ញុំនៅទីនេះយ៉ាងម៉េចអីក៏លោឡាម្លេះ មិនក៏អ្នកទាំងពីរនៅជាមួយគ្នាបែបនេះ ចាព្រោះពួកខ្ញុំគឺមានអីនឹងគ្នាហើយ ថាម៉េចអូននិយាយឲ្យចេះខ្មាស់មាត់ផងទៅសត្រាបានជាយើងស្រឡាញ់នាងទៅហើយលើកនាងឲ្យយើងមកចាំយើងតម្លើងប្រាក់ខែឲ្យមិនបាញ់ជាលោកម្ចាស់មកលុកថ្លើមខ្ញុំបែបនេះលោកមិនខ្លាចឡើងរកាដែកទេមែនទេមិនខ្លាចទេព្រោះពួកយើងបានស្រឡាញ់គ្នាយូរហើយនាងមាលានាងកាកីនាងមិនបានមួយចំណិតអូនឈូករត់ទេ បើគិតថាវាល្អក៏ត្រូវវាទៅឮថានៅក្នុងរូងភ្នំម្ចាស់ស្ទឹងខ្លាចទៅជាខ្មោចហើយទៅដឹង នាំគ្នាចេញពីផ្ទះខ្ញុំទៅតោះអូនទីនេះក៏គ្មានផាសុខភាពអីដែរក្រឲ្យលហាមទៅផ្ទះបងវិញមិនខ្វះសម្ភារៈសម្ពត់អាវព្រែនោះទេ ចាបងតោះទៅបងសត្រាស្ដាយក្រោយណាស់មិនគួរណាចូលប្រពន្ធចំស្រីកាកីបែបនេះទេហើយគ្រានោះគាត់ក៏បានចាប់ផ្ដើមនឹកដល់ឈឹករត់ផងដែរនៅចិត្តមាត់ស្ទឹង ឈូករត់អូនឮបងហៅទេបងមករកអូនហើយ លើបែបនោះហើយពូជាក៏បាននិយាយថា បរោះនោះមកហើយអ្នកនាងទៅរកគេចុះ តែលោកមិនខឹងខ្ញុំទេមែនទេបើមិនប្រកាន់នោះលោកអាចនាំខ្ញុំទៅជួបគាត់បានទេ មិនអីទេខ្ញុំមិនចង់បំបែកស្នេហាអ្នកនាងទេសូមមកតាមខ្ញុំមកគឺអូនមែនបងនឹកអូនណាស់បងស្មានតលេងបានជួបអូនទៀតហើយតា មិនក៏មកទីនេះ បងសុំទោសណាព្រោះបងនឹកអូនណាស់ទើបបងមករកអូននៅទីនេះតែឈប់សិនពោះនោះជាម្ចាស់ស្ទឹងមែនទេ មែនហើយតែក៏ល្អទេតើបងពិតជាស្រឡាញ់ខ្ញុំមែនទេ មែនហើយបងស្រឡាញ់អូនហើយបងក៏ជាកងការពារដែរបងនឹងជួយអូនបងនឹងសម្លាប់ពស់នេះដើម្បីជួយអូនទៅផ្ទះវិញ សត្រាមិនបានសួរហេតុផលអ្វីទេភ្លាមនោះគាត់ក៏បានកាប់ពស់ដាច់ជាកំណាត់បណ្ដាលឲ្យពស់ស្លាប់ភ្លាមអត់ទេពស់ជា វាជាពស់បិសាចវាងាប់អញ្ចឹងគឺសមហើយមិនក៏អូនអាណិតវាតោះពួកយើងទៅ សត្រាដែលមិនបានប៉ុន្មានជំហានផងគាត់ក៏ត្រូវទឹករលកបោកគួចយកទៅឆ្ងាយ ជួយផង ពស់ជាមកដល់ពេលនេះខ្ញុំដឹងហើយថាខ្ញុំពិតជាស្រឡាញ់លោកណាស់ខ្ញុំមិនស្រឡាញ់មនុស្សក្បត់នោះទេសូមលោកភ្ញាក់មកវិញមកណាឈឹករត់យំហើយយំទៀតទីបំផុតទឹកភ្នែកនៃសេចក្តីស្នេហាបរិសុទ្ធក៏បានធ្វើឲ្យពស់នោះខ្លាយទៅជាព្រះបុត្រាដ៏សង្ហាម្នាក់ទៀតផងតើមានរឿងអីតែពស់ទៅណាហើយ គឺបងនេះហើយបងជាបុត្រានៃនគររស្មីឥឡូវបងបានរួចពីបណ្ដាសាហើយ តាមប៉ាត្រង់ជាព្រះបុត្រាសោះអញ្ចឹងតែបានជាទ្រង់មានព្រះទ័យល្អបែបនេះ បងតាមស្រឡាញ់អូនយូរហើយតើពេលនេះអូនព្រមរៀបការជាមួយបងដែរទេ ចាប់ប្រងខ្ញុំមិនចាំប៉ាត់ជាប្រងព្រះបងកម្លាំងនៃស្នេហាដ៏បរិសុទ្ធស្មោះត្រង់ទីបំផុតពួកគេក៏បានរួចពីបណ្ដាសានិងរស់នៅយ៉ាងមានសុភមង្គលតរៀងទៅ